បញ្ចប់ជាផ្លូវការបោះបង្គោលព្រំដី550បង្គោលក្នុងខេត្តតាកែវសម្រាប់គម្រោងព្រែកហ្វូណនដេជោក្រុមការងារបច្ចេកទេសអន្តរក្រសួងដឹកនាំដោយក្រសួងសាធារណកាយនិងដឹកជញ្ជូនបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយមការនិងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីហ្វូណនដេជោក្នុងភូមិសាស្ត្រខេត្តតាកែវរួចរាល់ហើយនាថ្ងៃទី24ខែមិថុនានេះឯឧត្តមផនរឹមអ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនក្រុមការងារអន្តរក្រសួងបានឲ្យដឹងថាក្រុមការងារអន្តរក្រសួងអាជ្ញាធរដណ្ដីនិងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹមបានចុះពិនិត្យផ្ទៀងផ្ទាត់និយមការនិងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីហ្វូណនដេជោក្នុងភូមិសាស្ត្រខេត្តតាកែវកាលពីថ្ងៃទី3ខែមិថុនាឆ្នាំ2025ដោយចំនួនបង្គោលសរុបត្រូវបោះ550បង្គោលក្រៅពីនេះក្រុមការងារបច្ចេកទេសបានយកទិន្នន័យទទួលបានរៀបចំផែនទីលម្អិតសម្រាប់គម្រោងព្រែកជីហ្វូណនដេជោហើយក្រុមការងារនឹងរៀបចំផែនការសកម្មភាពបន្តសម្រាប់ចុះពិនិត្យផ្ទៀងផ្ទាត់និយមការនិងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីហ្វូណនដេជោក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែបនៅពេលឆាប់ៗខាងមុខហើយឡែកសម្រាប់កំណត់ទី1ក្នុងភូមិសាស្ត្រខេត្តកណ្ដាលដែលមានប្រវែង21គីឡូម៉ែត្រចាប់ពីព្រែកតាកែវដល់ព្រែកពោក្រុមការងារដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ចប់ការងារវាស់វែងក្បាលដីដែលរងផលប៉ះពាល់រួចរាល់ព្រមទាំងអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលខ្លីខាងមុខផងដែរជាមួយគ្នានេះបើគ្មានការប្រែប្រួលទេដំណើរការពិនិត្យផ្ទៀងផ្ទាត់និយមការនិងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីហ្វូណនដេជោក្រុងនឹងបញ្ចប់នៅបំណាច់ខែកក្កដាឆ្នាំ2025នេះសូមជម្រាបថាគម្រោងព្រែកជីហ្វូណនដេជោឆ្លងកាត់ខេត្តចំនួន4ក្នុងនោះឆ្លងកាត់ខេត្តកណ្ដាលប្រវែង54គីឡូម៉ែត្រខេត្តតាកែវប្រវែង60គីឡូម៉ែត្រខេត្តកំពតប្រវែង43គីឡូម៉ែត្រនិងខេត្តកែបប្រវែង17.5គីឡូម៉ែត្រ